ធ្វើទម្លាប់អីបានតែពីដំបូងឯងក្រោយមកចេះតែខ្ជិលចេះតែផ្លេចគួរធ្វើមិនទៅចាអាចសាកបានជាមួយនឹង the 5 minute rule ដែលខ្ញុំសូមបកប្រែខ្មែរថាយុទ្ធសាស្ត្រ5នាទីល្អមែនតើសម្រាប់អ្នកដែលគាត់ចង់បង្កើតទម្លាប់ល្អៗសម្រាប់ឆ្នាំថ្មីនេះចាមុនពេលចូលដល់ការបកស្រាយបន្ថែមខ្ញុំសូមអរគុណដល់ Mekongnet ដែលបានគ្រប់គ្រងវីដេអូមួយនេះក្រុមហ៊ុន Mekongnet មានផ្ដល់នៅកញ្ចប់សេវាអ៊ីនធឺណិតសម្រាប់បងម្ចាស់អាជីវកម្មដែលមានល្បឿនលឿនថេរហើយមានក្រុមការងារចាំ support 24 ម៉ោង 7 ថ្ងៃក្នុងមួយសប្តាហ៍ឥឡូវនេះពួកគាត់កំពុងតែមាន promotion 12 ខែថែមជូន 3 ខែអញ្ចឹងវាពិតជាចំណេញមែនតើសម្រាប់បងម្ចាស់អាជីវកម្មកុំរំលងឱកាសនេះឲ្យសោះតោះចូលដល់វីដេអូយើងវិញរបៀបដែលប្រើយុទ្ធសាស្ត្រ5នាទីហ្នឹងណាគឺសម្រាប់អាណត្តិដំបូងដែលយើងកំពុងតែព្យាយាមបង្កើតទម្លាប់ដែលយើងមិនសូវជាចូលចិត្តធ្វើណាអញ្ចឹងដូចជាការបោសសម្អាតផ្ទះការអានសៀវភៅឬក៏ការហាត់ប្រាណជាដើមយើងដាក់កំហិតថាមួយថ្ងៃយើងធ្វើតែ5នាទីបានហើយប៉ុន្តែយើងត្រូវធ្វើវាជារៀងរាល់ថ្ងៃបើថ្ងៃណាយើងអារម្មណ៍ល្អណាយើងចង់ធ្វើលើសហ្នឹងក៏ធ្វើលើសចោះប៉ុន្តែបើថ្ងៃណាដែលយើងខ្ជិលយើងធុញយើងធ្វើតែ5នាទីហើយចប់ចាខ្ញុំបានសាកយុទ្ធសាស្ត្រនឹងខ្លួនឯងណាអស់រយៈពេលជាង 2-3 ខែមកហើយមនុស្សខ្ញុំហាត់ប្រាណមក10ឆ្នាំជាងហើយប៉ុន្តែមិនដឹងជាហេតុអីទេឆ្នាំមុនហ្នឹង2025ហ្នឹងដូចជាពិបាកទៅហាត់ប្រាណហ្មងខ្ជិលហ្មងហើយហត់តែខ្ជិលហត់តែអត់ទៅហត់តែអត់ទៅហត់តែបន្ទោសខ្លួនឯងហត់តែបន្ទោសខ្លួនឯងហត់តែអត់ទៅអញ្ចឹងខ្ញុំឃើញថាការប្រើកម្លាំងបាយការប្រើវិន័យអីណាក្នុងខ្លួនអីហ្នឹងដើម្បីបខំខ្លួនឯងឲ្យទៅហ្នឹងគឺវាអត់មានប្រសិទ្ធភាពទេចាអញ្ចឹងខ្ញុំក៏បានប្រើយុទ្ធសាស្ត្រ5នាទីហ្នឹងវិញអញ្ចឹងសម្រាប់ថ្ងៃណាដែលខ្ញុំទៅហាត់ប្រាណគឺទៅហាត់ប្រាណធម្មតាពី1ម៉ោងទៅ2ម៉ោងអីលើកដុំដែកអីតាមដែលខ្ញុំធ្វើរាល់ដងអញ្ចឹងទៅប៉ុន្តែសម្រាប់ថ្ងៃណាដែលខ្ញុំក្រោកមកខ្ជិលក្រោកមកហត់ដូចថាធុញហ្មងអញ្ចឹងខ្ញុំមិនបាច់បខំខ្លួនឯងទេខ្ញុំអនុញ្ញាតឲ្យខ្លួនឯងហាត់ប្រាណនៅផ្ទះតែ5នាទីឬក៏ជិះកង់ឬក៏អីឲ្យតែបានបែកញើស5នាទីគឺចប់ហើយបើថ្ងៃណាដែលថាចង់ហាត់លើស5នាទីហ្នឹងទៀតក៏បានដែរមានថ្ងៃខ្លះខ្ញុំជិះកង់សប្បាយជិះកង់ពេញបំពេញអញ្ចឹងមួយខែដំបូងគឺខ្ញុំសង្កេតឃើញថាខ្ញុំធ្វើពាក់កណ្ដាលអញ្ចឹងក្នុងមួយអាទិត្យខ្ញុំទៅហាត់ប្រាណប្រហែលជា 2-3 ថ្ងៃតាមដែលខ្លួនឯងចង់បានណាហើយ 2-3 ថ្ងៃទៀតគឺខ្ជិលគឺធ្វើអា5នាទីហ្នឹងឯងយើងស្ដាប់មើលទៅដូចវាអត់សូវជាមានប្រសិទ្ធភាពប៉ុន្មានទេត្រូវទេពីព្រោះគោលដៅរបស់យើងគឺយើងចង់ធ្វើវាជារៀងរាល់ថ្ងៃចង់ថាយើងចង់តែហាត់ប្រាណជារៀងរាល់ថ្ងៃឬក៏យ៉ាងហោចណាស់បាន5ថ្ងៃអីអញ្ចឹងណាប៉ុន្តែនៅចូលដល់ខែទី2ទើបខ្ញុំចាប់ផ្ដើមឃើញប្រសិទ្ធភាពដ៏អស្ចារ្យទាំងដែលអត់បានបង្ខំខ្លួនឯងខ្ញុំចាប់ផ្ដើមទៅហាត់ប្រាណនៅក្លឹបហាត់ប្រាណហ្នឹងពីមួយអាទិត្យអាចនឹង 4-5 ថ្ងៃពេលខ្លះដល់ 6-7 ថ្ងៃទៀតហាត់ប្រាណវាលែងជារឿងលំបាកមួយនៅក្នុងចិត្តខ្ញុំដែលត្រូវបង្ខំខ្លួនឯងឲ្យទៅធ្វើទៀតហើយវាទៅជារឿងដ៏ស្រួលមួយហើយសឹងតែថាសប្បាយនឹងចង់ធ្វើទៀតអញ្ចឹងទម្លាប់ហ្នឹងគឺវាបានបង្កើតបានរៀងរឹងមាំជាងមុនណាចាហើយខ្ញុំសង្កេតវិភាគទៅណាអាយុទ្ធសាស្ត្រ5នាទីហ្នឹងណាវាមានប្រសិទ្ធភាពដោយសារមូលហេតុ3មូលហេតុទី1គឺវាស្រួលខ្លាំងមែនតើដល់អ្នកយើងអាចប្រើលេសបានទៀតទេបើសិនបើយើងទម្លាប់ដូចថាពេលយើងចាប់ផ្ដើមអីថ្មីមួយយើងចង់ឲ្យខ្លួនឯងធ្វើវាឲ្យច្រើនឧទាហរណ៍ថាហាត់ប្រាណណាហាត់ឲ្យគ្រប់ set ឲ្យគ្រប់1ម៉ោង2ម៉ោងអីអញ្ចឹងទៅរហូតឲ្យបាន10គីឡូ20គីឡូអីអញ្ចឹងទៅអញ្ចឹងនៅពេលដែលយើងដាក់កំហិតខ្លាំងពេកថ្ងៃណាដែលយើងហត់ថ្ងៃណាដែលយើងខ្ជិលយើងមានលេសហើយតែបើយើងដាក់កំហិតខ្លួនឯងតែ5នាទីពិតជាអត់លេសទៀតទេទោះបីជាយើងហត់ទោះបីយើងខ្ជិលមិនក៏ដោយ5នាទីគឺអាចធ្វើបានទី2គឺវាផ្លាស់ប្ដូរការគិតរបស់ខួរក្បាលយើងតាមពិតការដែលយើងផ្លាស់ប្ដូរទម្លាប់ពិបាកបំផុតគឺការដែលយកឈ្នះចិត្តគំនិតរបស់យើងបើយើងទម្លាប់ថារឿងហ្នឹងពិបាកកម្មភាពមួយហ្នឹងពិបាកសកម្មភាពមួយហ្នឹងគឺហត់ខ្លាំងអញ្ចឹងយើងអត់សូវមានចិត្តចង់ទៅធ្វើអាហ្នឹងទេប៉ុន្តែនៅពេលដែលយើងទម្លាប់ថាធ្វើតែ5នាទីហើយពេលដែលយើងធ្វើ5នាទីខួរក្បាលយើងវាចាប់ដើមឃើញថាសកម្មភាពនេះដូចស្រួលតាស៊ីផុយហ្មងថ្ងៃនេះធ្វើហើយយូរទៅខួរក្បាលយើងវាចាប់ដើមជាប់អាសកម្មភាពហ្នឹងជាមួយនឹងពាក្យថាស្រួលពាក្យថាសប្បាយពាក្យថាមិនលំបាកអីទាំងអស់គឺស៊ីផុយហើយអារម្មណ៍ល្អទាំងអស់ហ្នឹងហើយគឺវាលើកទឹកចិត្តឲ្យលើកក្រោយយើងងាយនឹងទៅធ្វើអាហ្នឹងទៀតដោយសារយើងគិតថាវាស្រួលអញ្ចឹងយើងអត់មានអីត្រូវអាស្រ័យប្រឆាំងចុងទៀតទេចាទី3ហ្នឹងដោយសារយុទ្ធសាស្ត្រហ្នឹងគឺវាផ្ដោតលើការបង្កើតទម្លាប់ជាងការធ្វើវាឲ្យល្អឥតខ្ចោះជាទូទៅហើយពេលដែលយើងបង្កើតទម្លាប់អីមួយដូចថាអានសៀវភៅយើងចង់អានម្ដងមួយថ្ងៃហ្នឹងអាន1ម៉ោងមួយថ្ងៃហ្នឹងអាន2ម៉ោងឬក៏ហាត់ប្រាណណាមួយថ្ងៃហ្នឹងរហូតដល់បាន10គីឡូ20គីឡូអីអញ្ចឹងទៅអាហ្នឹងគឺជាគោលដៅដែលយើងចង់បានប៉ុន្តែបើយើងបង្ខំឲ្យខ្លួនឯងទៅធ្វើអញ្ចឹងរាល់ថ្ងៃទាំងដែលយើងអត់ដែលមានទម្លាប់នឹងសោះគឺភាគរយច្រើនណាស់ដែលយើងអស់សង្ឃឹមដែលយើងបោះបង់វាចោលអញ្ចឹងនៅពេលដែលយើងប្រើយុទ្ធសាស្ត្រនេះគឺយើងផ្ដោតលើថាតើពីមួយថ្ងៃទៅមួយថ្ងៃយើងធ្វើវាអត់បើយើងធ្វើវាទោះបីបានតិចបានច្រើនគឺបានន័យថាយើងជោគជ័យហើយនិយាយតាមត្រង់ណាទម្លាប់ដែលចង់បានអី perfect ហ្នឹងណាមនុស្សដែល perfectionist ថាធ្វើអីចង់ឲ្យល្អឥតខ្ចោះហ្នឹងខ្ញុំយល់ព្រោះខ្ញុំពេលខ្លះក៏អញ្ចឹងដែរមនុស្សអញ្ចឹងគឺល្អត្រង់ថានៅពេលដែល
ដែលគាត់ធ្វើការឬក៏គាត់រៀនឬក៏គាត់ធ្វើអីមួយគឺគាត់មកចត់គាត់ចង់ឲ្យវាល្អហើយពិតជាមែនលទ្ធផលរបស់ពួកគាត់វាច្រើនល្អប៉ុន្តែពេលដែលយើងមានទម្លាប់អញ្ចឹងវាពិបាកត្រង់ថាយើងពិបាកនឹងចាប់ផ្ដើមអីថ្មីពីព្រោះអីពេលយើងចាប់ផ្ដើមអីថ្មីយើងមិនងាយនឹងធ្វើបានល្អឥតខ្ចោះទេយើងតែងតែមានធ្វើខុសយើងតែងតែអត់ដឹងថាត្រូវធ្វើអីយើងតែងតែមានពេលហត់ពេលខ្ជិលអីអញ្ចឹងណាអញ្ចឹងសម្រាប់ពួកគាត់វាពិបាកក្នុងការចាប់ផ្ដើមដំបូងហើយអ្នកដែល procrastinate ខ្លះដែលគាត់ពជាពេលការងារឬក៏អីហ្នឹងអាចនឹងដោយសារគាត់ចង់ឲ្យវាល្អខ្លាំងពេកគាត់ខ្លាចធ្វើអត់បានល្អអញ្ចឹងគាត់ចេះតែទុកណាពជាសិនណាចាំពេលដែលខ្ញុំមានកម្លាំងចាំពេលខ្ញុំមានកំណត់ចាំពេលដែលខ្ញុំល្អជាងហ្នឹងចាំខ្ញុំធ្វើវាប៉ុន្តែនៅតែពជាការងារហ្នឹងកាន់តែញ៉ៃញ៉ៃពេលខ្លះទៅយើងអត់មានពេលដើម្បីបញ្ចេញសមត្ថភាពរបស់យើងទាំងអស់ចាជាសរុបមកខ្ញុំគិតថាយុទ្ធសាស្ត្រនេះគឺសំខាន់ណាស់អ្នកនរវាពិតជាអាចផ្លាស់ប្ដូរគំនិតរបស់យើងតាក់ទងនឹងការបង្កើតទម្លាប់ពីព្រោះខ្ញុំធ្លាប់ជួបបងប្អូនដែលអ្នកមើលវីដេអូខ្ញុំច្រើននៅក្រៅក៏ដោយតាមសារក៏ដោយគាត់សួរអញ្ចឹងថាអូខ្ញុំចង់អានសភៅប៉ុន្តែមិនដឹងធ្វើមិនបង្កើតទម្លាប់នឹងអត់បានអីអញ្ចឹងណាហើយខ្ញុំក៏សួរគាត់ទៅថាគាត់ចង់អានសភៅមួយថ្ងៃប៉ុន្មាននាទីគាត់ថា30នាទីអ្នកខ្លះចង់អាន1ម៉ោងអ្នកខ្លះចង់អានមួយអាទិត្យហ្នឹងឲ្យចប់មួយសភៅមួយក្បាលហើយខ្ញុំសួរថាគាត់ធ្លាប់មានទម្លាប់អានគាត់អត់ធ្លាប់ទេអញ្ចឹងខ្ញុំក៏ប្រាប់គាត់វិញថាឥឡូវអានមួយថ្ងៃតែ5នាទីបានហើយសម្រាប់គាត់សោចគាត់ថាងាប់5នាទីមិនដឹងថ្ងៃណាអានចប់សភៅហ្នឹងតែខ្ញុំប្រាប់ទៅគាត់វិញថាយើងអត់អាន5នាទីរហូតទេអ្វីដែលសំខាន់ពីដំបូងដែលយើងព្យាយាមបង្កើតទម្លាប់មិនថាការអានមិនថាអីទេគឺយើងធ្វើមិនឲ្យយើងមានទម្លាប់ធ្វើវារាល់ថ្ងៃយើងផ្ដោតលើ consistency បានថាផ្ដោតលើទម្លាប់ជារៀងរាល់ថ្ងៃសិនទោះបីមួយថ្ងៃធ្វើតែ1នាទីក៏ត្រូវតែធ្វើដែរនៅពេលដែលយើងមានទម្លាប់ហ្នឹងហើយរាល់ថ្ងៃឲ្យតែដល់ម៉ោងហ្នឹងឲ្យដល់ពេលហ្នឹងចេះតែលមាស់ដៃចង់តែអានហើយអានបើយើងមានពេលបើថ្ងៃហ្នឹងយើងអារម្មណ៍ល្អពេលខ្លះយើងអាចនឹងអានច្រើនលើសហ្នឹងហើយបើសិនជាអត់ដឹងថាចង់បង្កើតទម្លាប់អីថ្មីល្អអាចទៅមើលវីដេអូចាស់ៗរបស់ខ្ញុំបាននិយាយច្រើនមែនតើតើតើនឹងទម្លាប់ដើម្បីឲ្យយើងអភិវឌ្ឍខ្លួនគ្រប់កត្តាគ្រប់ផ្នែកនៃជីវិតរបស់យើងចាអញ្ចឹងវីដេអូយើងបានមកដល់ប៉ុណ្នេះឯងអរគុណច្រើនមែនតើដែលបានមើលមកដល់ត្រឹមនេះអាច comment ខាងក្រោមមកថាសម្រាប់ឆ្នាំថ្មីនេះតើបងប្អូនកំពុងតែចង់បង្កើតទម្លាប់អីគេហើយក៏សូមអរគុណផងដែរដល់ Mekongnet បើសិនជាបងប្អូនចាប់អារម្មណ៍គឺអាចតាក់ទងទៅក្រុមការងារ Mekongnet ដើម្បីជ្រើសរើសកញ្ចប់អ៊ីនធឺណិតដែលស័ក្តិសមជាមួយនឹងតម្រូវការរបស់យើងពេលនេះតាមដំណរខាងក្រោមនេះអូខេអរគុណច្រើនបាយបាយ